នេះបងប្អូនផ្ទះរបស់ពួកគាត់ភាគច្រើនគឺផ្ទះបែបនេះឯងផ្ទះតសខ្ពស់ទៅហើយនេះផ្ទះគាត់ចេះឯងនៅស្រុកស្រែឯងមិនទៅស្អីទេតែបានថ្នល់ស្អាតនៅខាងនេះបងប្អូនមកមេឃស្អាតតបភ្លៀងហើយតែនេះដូចភ្លៀងតិចបងប្អូននេះភ្លៀងតិចទេហើយដល់ពេលគេបរិទ្ធថ្នល់ចេះទៅផ្ទះរបស់ពួកគាត់គឺនៅអឹបថ្នល់អូឃើញក្មេងលេងឯងអូហើយនេះគាត់លក់អីគេណែអូលក់ត្រីស្រែមកទៅភ្លៀងចេះតែត្រីតាមស្រែអត់សូវសម្បូរដូចមុនបងប្អូនកាយខ្ញុំនៅទួចគឺសម្បូរមែនតើគឺសម្បូរត្រីស្រែខែចេះអីអូមិនទៅណាទេបងប្អូនបកតែក្នុងស្រែក៏បានហូបដែរតែឥឡូវគឺអត់ទេបងប្អូនមិនដឹងថាមានត្រីទៅណាអស់ទេដោយសារតែប្រជាពលរដ្ឋយើងក៏ដាក់ថ្នាំក្តាមច្រើនពេកមើលទៅបងប្អូនពីមុនត្រីយកត្រីផ្ទក់ត្រីរស់អីបងប្អូនក្នុងស្រែធំណានេះបងប្អូនមើលផ្ទះគាត់ចេះឯងផ្ទះភាគច្រើនគឺសង្កសីដបោសង្កសីជាងសង្កសីទៅនិយាយរួមគាត់មិនអាចមកជ្រក់ឲ្យទឹកភ្លៀងកម្ដៅថ្ងៃខ្យល់ឲ្យបានណាហើយនេះមេចាប់ដើមរលឹមមករៀងខ្លាំងជាងមុនណាបងប្អូនហើយផ្គរក៏មានគ្រុំក្តៀងទៀតហើយតែក៏មិនអីទេបងប្អូនយើងចិត្តដល់ដែរទេតែជីផ្ទះនេះទុកចោលដែរបងប្អូនផ្ទះនេះអត់មានអ្នកនៅទេតែផ្ទះនេះមានអ្នកនៅបងប្អូនគាត់ថាគាត់ប្រហែលទៅស្រែទៅអីហើយតែផ្ទះនេះដូចជាសភាពទុកចោលបងប្អូនតែផ្ទះល្អតាតែអត់មានអ្នកនៅនេះសភាពនេះខ្ញុំមិនចឹងខ្ញុំអត់ដឹងដែរហើយនិយាយពីដើមឈើវិញស្រស់បំប្រងហើយនៅផ្ទះគាត់នោះដូចខាងក្រោយនេះមានដាំល្ហុងដាំចេកដាំច្រើនមុខគាត់អ្នកសុកស្រែជនបទតែប៉ុណ្ណេះបងប្អូនហើយផ្ទះនេះទុកចោលបងប្អូនផ្ទះនេះទុកចោលអត់មានអ្នកនៅលេងមានអ្នកនៅមិនទុកចោលគឺបោះបង់ចោលបាត់ហើយនេះស្រុកខ្មែរឥឡូវបើកថ្ងៃក៏នៅមេឃភ្លៀងដែរបងប្អូនឥឡូវមេឃភ្លៀងឥឡូវនេះគង់បើកថ្ងៃតែមេឃរលឹមហើយអានេះក៏កំពុងតែចងដែកទុកសម្រាប់ធ្វើចាក់បេតុងនេះបេតុងខាងមុខបងប្អូនចាក់បេតុងចាក់បានមកចាហៀងហើយបច្ចេកទេសគេថ្មីគឺផ្លូវចែកកន្លែងចេះគឺគេចាក់បេតុងផុតនឹងទីគឺចាក់កស៊ូវិញអញ្ចឹងបងប្អូនក្នុងបេតុងគេចាក់ដល់ត្រឹមម៉ូតូបងប្អូនឬគេចាក់កស៊ូតែខ្ញុំអត់ជឿត្រង់ទេខ្ញុំអត់បត់មកខាងនេះខាងក្រៅវត្តអង្គបុត្របងប្អូនឃើញលឹមមកក្រៅវត្តអង្គបុត្រហើយនេះហ្នឹងគឺយើងទៅខាងស្ទឹងចាស់អីនោះបងប្អូនទៅស្វាយសខាងនេះផ្លូវនេះទៅស្វាយសទៅស្ទឹងចាស់ម្ដងនេះបើកថ្ងៃបងប្អូនបើកថ្ងៃតែរលឹមបងប្អូនមើលទៅទឹកហ្នឹងមេឃបាក់ចេះខុសគ្នាតែបន្តិចបងប្អូននោះភ្លៀងខ្លាំងនេះគឺបើកថ្ងៃឲ្យស្ងួតរឹងដីបងប្អូនមើលស្ងួតរឹងខាងនោះឃើញក៏ដាំបកោដាំអីនោះអីចាបងប្អូននឹងមើលក្នុងទូរស័ព្ទឃើញអត់អិនតនូបងប្អូននោះអិនតនូចុះឃើញបងប្អូននេះអិនតនូបងប្អូនស្អាតទេអត់តោះអិនតនូចុះទៅមើលឃើញមិនដែរបងប្អូនតែក្នុងទូរស័ព្ទមើលឃើញអត់សូវច្បាស់ទេឥឡូវយើងតទៅទៀតហើយនេះផ្លូវនេះដូចខ្ញុំនិយាយចឹងគឺពីមុនគ្រូក្រហមដូចគ្នាបងប្អូនតែឥឡូវគឺចាក់កស៊ូហើយតែខ្ញុំអត់អស់ចិត្តនឹងមេឃនេះហើយបើកថ្ងៃឲ្យចេះប៉ុន្តែមិនរលឹមហើយនេះគាត់មានដាំចេកឲ្យខាងនោះគឺដូងបងច្រើនណាគាត់ដាំច្រើនណាដូងគាត់បងមើលតាំងពីនេះទៅហើយសិតតែដូងក៏អូបដូងទឿគាត់ហ្នឹងឯងសូមជម្រាបសួរពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំបាទពេលនេះគឺខ្ញុំបាទស្ថិតនៅលើផ្លូវបែកជា4ដែលផ្លូវមួយខាងនេះគឺចាក់មកពីខាងផ្សារនរាបងប្អូនហើយផ្លូវខាងនេះខាងស្ដាំដៃខ្ញុំនេះគឺចាក់មកពីខាងតប៉ុនហើយផ្លូវខាងក្រោយក្នុងរបស់ខ្ញុំគឺចាក់មកពីផ្លូវជាតិលេខ5បងប្អូន
តែកោដៅរបស់ខ្ញុំបាទគឺខ្ញុំបាទនឹងជីទៅខាងត្រង់បងប្អូនគឺជីហើយខ្ញុំបាទនឹងជីទៅដល់ខាងក្រោយវត្តអូកំបុតហើយមុនហ្នឹងគឺខាងអូម៉ានីនេះគឺភ្លៀងបងប្អូនខាងអូម៉ានីនិយាយរួមបងប្អូនណាដែលបានទស្សនាវីដេអូរបស់ខ្ញុំបាទមុនគឺដឹងហើយថានៅអូម៉ានីភ្លៀងវីដេអូដែលខ្ញុំបាទថតទៅដល់ក្នុងវត្តអូម៉ានីហ្នឹងបងប្អូនគឺភ្លៀងខ្លាំងណាស់តែនេះពេលនេះគឺវារាំងហើយមុនហ្នឹងខ្ញុំបាទបានឆាតទៅសួរអ្នកនៅខាងអូកំបុតនោះវិញបងប្អូនគឺថានៅនោះអត់តន់ភ្លៀងទេអញ្ចឹងក៏ខ្ញុំបាទសម្រេចចិត្តថាថតមកវីដេអូទៀតចោះដោយសារមេឃវាភ្លៀងនេះបើសិនជាមេឃភ្លៀងគឺខ្ញុំបាទអត់បានថតទេបងប្អូនគឺខ្ញុំបាទនឹងថតនឹងទូរស័ព្ទអញ្ចឹងគឺភ្លៀងមកវាអាចប៉ះពាល់នឹងទូរស័ព្ទខ្ញុំបាទតែតនេះគឺភ្លៀងបងប្អូនហើយនិយាយពីថ្នល់នេះវិញគឺពីមុនជាថ្នល់គ្រោះក្រហមទេបងប្អូនហើយថ្នល់គ្រោះក្រហមនឹងទៀតសោតក៏មិនជាល្អទេបងប្អូនគឺមានការខូចខាតប៉ុន្តែឥឡូវគឺប្រែមុខមាត់ថ្មីហ្នឹងបងប្អូនគឺមានការចាក់កស៊ូហើយកស៊ូនេះដូចជាមិនតាន់ធ្វើហើយទេព្រោះនៅថ្មមិចខាងលើច្រើនឬក៏យ៉ាងណាខ្ញុំបាទអត់ដឹងដែរប្រហែលគេនៅចាក់មួយជាន់ទៀតបានឲ្យមើលទៅឃើញរលោងណាបងប្អូនហើយបន្ទាប់ពីភ្លៀងទៅគឺទេសភាពតាមនេះគឺស្រស់ស្អាតបងប្អូនដើមឈើស្អាតមែនទែនហើយនេះខាងនេះឃើញផ្ទះគាត់នោះផ្ទះថ្មមួយហើយនេះសេចក្ដីក្រូចចកាក្រូចគាត់បងប្អូនក្រូចពោធិ៍សាត់អីហ្នឹងតែដូចជាតូចទេតែក្រូចនេះហើយនិយាយចឹងបងប្អូននេះខ្ញុំចាប់អារម្មណ៍មួយគឺបច្ចេកទេសក្នុងការធ្វើផ្លូវថ្មីរបស់បងអ្នកធ្វើផ្លូវគឺថាកន្លែងកាច់កែងគឺគេអត់ចាក់កស៊ូទេបងប្អូនគេចាក់បេតុងហ្នឹងខ្ញុំបានអត់ដឹងថាយ៉ាងម៉េចដែរច្រើនបងប្អូនខ្ញុំជិះមកឃើញច្រើនកន្លែងថាគេធ្វើថ្នល់កស៊ូគឺភាគច្រើនគឺអញ្ចឹងហើយនិយាយរឿងការធ្វើផ្លូវនេះគឺក្នុងស្រុកអីភ្នំគឺការមានការធ្វើថ្នល់ច្រើនណាអូផ្ទះនេះយូរឆ្នាំណាអញ្ចឹងស្លឹកដូងក្នុងស្រុកអីភ្នំគឺមានការធ្វើផ្លូវច្រើនបងប្អូនខាងភូមិខ្ញុំនោះគឺធ្វើច្រើនដែរហើយនៅខាងព្រៃឆ្ដោហើយនៅខាងនេះទៀតខាងនេះដូចគេហៅភូមិទួស្បូវបងប្អូនទួស្បូវហើយផ្ទះជាបរដ្ឋយើងភាគច្រើនគឺនៅខាងស្ដាំដៃខ្ញុំទេបងប្អូនខាងឆ្វេងដៃគឺអត់សូវមានទេដោយសារតែមានអូមួយអញ្ចឹងនៅខាងនោះគឺមានមួយហើយនេះផ្ទះរបស់ពួកគាត់ផ្ទះលក់ចាប់ហួយនេះដែលថានោះគឺគេធ្វើចេះបងប្អូនគឺធ្វើផ្លូវអញ្ចឹងហើយគេដាក់លូពីក្រោមហើយគេចាក់ដីបានអាចឆ្លងទៅបានបើមិនអញ្ចឹងទេគឺនេះណាមានតែធ្វើស្ពានឈើអីប៉ុន្តែភាគច្រើនមានស្ពានឈើទេគឺឃើញធ្វើបែបហ្នឹងនេះបងប្អូននេះដូចនេះអីតែនេះគឺមានផ្លូវមួយចាក់ទៅខាងក្នុងទៀតនោះផ្លូវនេះមិនតាន់ជាស្រួលប៊ូអីណាទេបងនៅរៀងពិបាកក្នុងការធ្វើដំណើរដែរទេហើយផ្ទះជាប្រវត្តិយ៉ាងតាមនេះក៏មិនទៅជាយ៉ាប់អីដែរបងប្អូនគាត់គ្រាន់បើដែរហើយនិយាយទៅតាមស្រុកស្រែជនបទហើយប្រជាពលរដ្ឋខ្លះក៏គ្រាន់បើប្រជាពលរដ្ឋខ្លះក៏គាត់មិនគ្រាន់បើទៅតាមនឹងឯងបងប្អូនជារឿងធម្មតានៅក្នុងស្រុកខ្មែរហើយនេះសិតតែចកាចេកសិតតែចេកមិនចកាបងប្អូនគាត់នៅវាដោះច្រើនអូនៅផ្ទះនេះស្អាតអូនិយាយពីដល់ពេលភ្លៀងហើយចេះបងប្អូនគឺស្រស់ស្អាតមែនតើណាខ្ញុំជិះមកតែខ្ញុំបាទជិះខ្លាចតែភ្លៀងទេព្រោះខ្ញុំបាទដូចខ្ញុំបាទនិយាយដើមវីដេអូអញ្ចឹងខ្ញុំបាទឆាតសួរអ្នកនោះហើយគឺថានៅនោះទៅតែចាប់ផ្ដើមរកភ្លៀងអញ្ចឹងខ្លាចតែខ្ញុំជិះទៅគឺភ្លៀងទេអញ្ចឹងខ្ញុំបាទសូមប្រាប់ពុកម៉ែបងប្អូនហើយបើសិនខ្ញុំបាទជិះទៅវាភ្លៀងគឺខ្ញុំបាទនឹងស្គប់វីដេអូហើយខ្ញុំបាទនឹងជិះឲ្យទៅដល់ខាងដល់វត្តអូកំបុតបណ្ដោយបងប្អូនព្រោះខ្ញុំបាទអត់អាចថតបន្តទីបានទេបងប្អូនហើយថតនឹងទូរស័ព្ទតែភ្លៀងមកបងប្អូនដឹងហើយឧបករណ៍អេឡិចត្រូនិកចេះនៅផ្ទះគាត់នៅខាងក្នុងនោះខាងក្នុងអូនិយាយច្រឡំនេះឥឡូវចាប់ផ្ដើមរលឹមទៀតអញ្ចឹងប្រហែលខ្ញុំបាទចង់ជិះលឿនជាងនេះតិចបងប្អូនមិនមកខ្លាចបានវីដេអូទៅដល់វត្តក្រោយវត្តអូកំបុតបណ្ដោយព្រោះមេឃរលឹមហើយអញ្ចឹងចេះស្រ័យផងបងប្អូនខ្ញុំបាទនឹងជិះរៀងលឿនតិចហើយអូហើយនេះគាត់លក់អីគេនេះអូលក់ត្រីស្រែមកទៅភ្លៀងចេះតែត្រីតាមស្រែអត់សូវសម្បូរដូចមុនបងប្អូនកាយខ្ញុំនៅទួចគឺសម្បូរមែនតើគឺសម្បូរត្រីស្រែខែចេះអីអូមិនទៅដែរទេបងប្អូនបបកតែក្នុងស្រែក៏បានហូបដែរតែឥឡូវគឺអត់ទេបងប្អូនមិនដឹងថាមានត្រីតាណាអស់ទេ
ដោយសារតែជាពលរដ្ឋយើងក៏ដាក់ថ្នាំក្តាមច្រើនពេកមើលទៅបងប្អូនពីមុនត្រីដូចយកត្រីផ្ទក់ត្រីរស់អីបងប្អូនក្នុងស្រែធំៗណានេះបងប្អូនមើលផ្ទះគាត់ចេះឯងផ្ទះភាគច្រើនគឺសង្កសីដបោសង្កសីជាងសង្កសីទៅនិយាយរួមគាត់មិនអាចមកជ្រក់ឲ្យទឹកភ្លៀងកម្ដៅថ្ងៃខ្យល់អីបានណាហើយកណ្ដោះផ្ទះគាត់មាននៅខាងនោះដែរមានមួយនេះបងប្អូននេះគេធ្វើជាអីបងប្អូនគេដាក់លូពីក្រោមហើយគេចាក់ដីបើកន្លែងខ្លះគឺគេធ្វើនេះទៀតគេចាក់បេតុងដាក់លូហើយគេចាក់ធ្វើជាថ្មស្ពានថ្មបណ្ដោយបងប្អូនអញ្ចឹងជាប់បានយូរបើដីនេះវាអាចនឹងមានភ្លៀងមកទៅវាអាចនឹងបាត់ដីអញ្ចឹងណាហើយនិយាយពីដើមឈើវិញស្រស់បំប្រងហើយនៅផ្ទះគាត់នោះដូចខាងក្រោយនេះមានដាំលហុងដាំចេកដាំច្រើនមុខគាត់អ្នកសុកស្រាយជនបទតែប៉ុណ្ណេះបងហើយផ្ទះនេះទុកចោលបងផ្ទះនេះទុកចោលអត់មានអ្នកនៅលេងមានអ្នកនៅមិនទុកចោលគឺបោះបង់ចោលបណ្ដោយស្អាតទេបងប្អូនឃើញតែសភាពចេះហើយនេះជីមកលឺក្អាត់យំតិចតិចរ៉េតែប្រហែលបងប្អូនអត់លឺទេដោយសារតែខ្ញុំដាក់មិចចេះហើយបើបងប្អូនណាបានមើលវីដេអូខ្ញុំថតនៅអូម៉ានីហ្នឹងគឺបងប្អូនដឹងហើយថាភ្លៀងណាស់ខ្លាំងណាស់មុនហ្នឹងខ្ញុំបាទតែសំណាងខ្ញុំបានគឺខ្ញុំបានជិះទៅដល់ចូលក្នុងវត្តហើយបានមេឃចាប់ផ្ដើមភ្លៀងណានេះបើសិនជាភ្លៀងមុនខ្ញុំបានចូលដល់ក្នុងវត្តអូម៉ានីហ្នឹងគឺខ្ញុំបានមិនអាចថតវីដេអូនេះបានទៀតទេព្រោះសើមខ្លួនហើយអញ្ចឹងខ្ញុំបានមានតែជិះទៅផ្ទះបណ្ដោយបងប្អូនមែនបងប្អូនខ្ញុំភ្លេចប្រាប់ខ្ញុំសូមពុកម៉ែបងប្អូនជួយខមឲ្យ Subscribe ឲ្យខ្ញុំបាទម្នាក់មួយផងបងប្អូនដើម្បីឲ្យខ្ញុំបានមានកម្លាំងចិត្តក្នុងការធ្វើវីដេអូតទៀតណាហើយខ្ញុំបាទឆ្ងល់មួយបងប្អូននេះផ្ទះនេះក៏ទុកចោលដែរបងប្អូនផ្ទះថ្មស្អាតមិនថ្មទេដូចជាពេត្រូហើយខ្ញុំភ្លេចសុំសួរពុកម៉ែបងប្អូនមួយតើខ្ញុំឆ្ងល់ view ខ្ញុំបាទមានក្រនបាដែរប៉ុន្តែហើយអ្នកមើលគឺមានតិចនាទីណាស់អញ្ចឹងបើថាខ្ញុំបាទធ្វើវីដេអូនេះគឺមានចំណុចខ្វះខាតឬក៏ចង់កែលម្អខ្នាអីជួយ comment ប្រាប់ខ្ញុំបាទផងបងប្អូនដើម្បីថាឲ្យបងប្អូនទស្សនាទៅល្អភ្នែកអញ្ចឹងណាល្អមើលហើយមានអារម្មណ៍ថាស្រស់ស្រាយអញ្ចឹងគឺជួយ comment ប្រាប់ខ្ញុំបាទមកខ្ញុំបាទនឹងកែលម្អតាមនឹងព្រោះវីដេអូរបស់ខ្ញុំមាន view ដូចជា4ទៅ500ដែរតែអ្នកមើលគឺវីដេអូរបស់ខ្ញុំបាទខ្លះដល់មកជិតកន្លះម៉ោងបងប្អូនតែអ្នកមើលត្រឹម 2-3 នាទីអញ្ចឹងបានថាខ្ញុំបាទចង់សួរពីយោបល់ពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូខ្ញុំបាទហ្នឹងតើវីដេអូរបស់ខ្ញុំបាទហ្នឹងវាយ៉ាងម៉េចបានបងប្អូនបានទស្សនាដល់ជាប់ឬក៏ចង់មានចំណុចខ្វះខាតណាក៏ជួយ comment ប្រាប់បាទខ្ញុំបាទផងឥឡូវនេះយើងតទៅមកមុខទៀតបងប្អូនយើងទស្សនាផ្ទះជាបរដ្ឋទៀតនេះបងប្អូនផ្ទះរបស់ពួកគាត់ជាច្រើនគឺផ្ទះបែបនេះឯងផ្ទះតសខ្ពស់ទាំងទៅហើយនេះផ្ទះគាត់ចេះឯងនៅស្រុកស្រែមិនទៅស្អីទេតែបានថ្នល់ស្អាតនៅខាងនេះបងប្អូនមកមេឃស្អាតតបភ្លៀងហើយតែនេះដូចភ្លៀងតិចបងប្អូននេះភ្លៀងតិចទេហើយដល់ពេលគេបរិទ្ធថ្នល់ចេះទៅផ្ទះរបស់ពួកគាត់គឺនៅអឹបថ្នល់ឃើញក្មេងលេងហើយបាទបងប្អូនមិញខ្ញុំទូរស័ព្ទរបស់ខ្ញុំមានគេខលមកអញ្ចឹងឥឡូវយើងតដំណើរទៅមុខទៀតបងប្អូនហើយនេះមេឃចាប់ផ្ដើមរលឹមមករៀងខ្លាំងជាងមុនណាបងប្អូនហើយផ្គរក៏មានគ្រុំក្តៀងទៀតហើយតែក៏មិនអីទេបងប្អូនយើងចិត្តដល់ដែរទេតែជីផ្ទះនេះទុកចោលដែរបងប្អូនផ្ទះនេះអត់មានអ្នកនៅទេតែផ្ទះនេះមានអ្នកនៅបងប្អូនគាត់ថាគាត់ប្រហែលទៅស្រែទៅអីហើយតែផ្ទះនេះដូចជាសភាពទុកចោលបងប្អូនតែផ្ទះល្អតាតែអត់មានអ្នកនៅនេះសភាពនេះខ្ញុំមិនចឹងខ្ញុំអត់ដឹងដែរអាយ៉ាបងប្អូនមើលមកខាងនេះណាមេឃតតិចទៀតបើថានេះគឺស្អាតដល់ល្ងាចចឹងនេះតិចទៀតខាងនេះមានលក់តាប់ចាប់ហួយបងប្អូនខាងនេះគោមកគ្រុំក្រាំងខាងនេះស្អាតដើមព្រៃខ្យល់ខាងនេះស្អាតព្រៃខ្យល់ហើយនេះមិនផ្ទះទុកចោលណាផ្ទះគាត់តែគាត់ឈប់ចូលតាមផ្លូវមុខនេះមានសាលាមត្តេយ្យសហគមន៍ញ៉ែហ៊ានញ៉ែហាន
ភូមិទូស្បៅឃុំសំរោងក្នុងស្រុកឯភ្នំខេត្តបាត់ដំបងអូញ៉ែហ៊ានញ៉ែហានប្រហែលអ្នកនៅបងប្អូនគាត់នៅនេះសហរដ្ឋហើយតែនៅតាមនេះហើយផ្ទះនេះក៏ទុកចោលដែរអ្នកបងប្អូនទេណាបងប្អូនយើងគាត់នៅនេះបងប្អូននៅខាងបរទេសអញ្ចឹងគាត់ជួយជំនួយរបស់គាត់មកជួយដល់ស្រុកខ្មែរអញ្ចឹងមិនថាបងប្អូនយើងអ្នកប្រជាពលរដ្ឋខ្មែរយើងទៅដល់ទីណាក៏មិនភ្លេចអ្នកស្រុកខ្មែរយើងដែរបងប្អូនតែតែមានជំនួយខ្ញុំឃើញច្រើនបងប្អូនខ្ញុំឃើញដូចជាវីដេអូរបស់បងផាន់ណាហើយឈើលីនបងប្អូនគាត់ជាគ្រូបរិញ្ញាបត្រទៅនឹងអង់គ្លេសខ្ញុំបាទសុកលីន Tour and Food ហើយឃើញគាត់មានហើយគាត់ធ្វើវីដេអូចេះដែរបងប្អូនហើយខ្ញុំបាទក៏រៀនធ្វើវីដេអូតាមគាត់ហ្នឹងឯងឃើញមានជំនួយច្រើននៅថាគេជួយតាមគាត់មកជួយដល់ចាស់ចរាហើយនេះអូនៅផ្ទះនេះខាងនេះស្អាតណាខាងក្រោយវាស្រែទៅអូស្អាតណាបងប្អូនមើលនេះផ្ទះពីរនេះអត់តោះឡើយបងប្អូនតែកងពលឺតិចហើយខាងមុខមានលក់តូបកាហ្វេតូបអីយ៉ាឆ្កូនឆ្កែស្អាតណាបងប្អូនអូយូអត់តោះតពីមេឃភ្លៀងហើយទៀតស្រស់ប្រងខាងនេះហើយខាងមុខនេះដូចជាដើមស្អមមើលថ្ងៃមិញស្មានដើមកងោកបងប្អូនដើមស្អមត្រង់ភ្លឹងសម្បូរអ្នកលក់ចាប់ហួយពីនេះមកពីចកាប្រហែលម្នាស់ឃើញគាត់កាន់ម្នាស់បងប្អូនឃើញគាត់កាន់ម្នាស់មកហើយគាត់ទៅដាំម្នាស់នៅណាអូនៅឃើញផ្ទះមិញស្អាតណាស់បងប្អូនតែមិញខ្ញុំបានថតបន្តិចមិញអើយនិយាយមែនមកបានខ្ញុំបានផ្ទះតែប៉ុណ្្នឹងហើយទេសភាពអញ្ចឹងគឺអស់តោះហើយបងប្អូនហើយតិចទៀតផ្លូវស្រួលចេះទៀតអូយក្តីសពឲ្យតែមានជីវភាពធូរធារអញ្ចឹងណាជារួមស្រុកខ្មែរយើងទីកន្លែងស្អាតបានគឺមានច្រើនណាបងប្អូនទីកន្លែងស្អាតណាមិនខាងនេះសម្បូរផ្ទះរៀងខាងឆ្វេងដៃតិចសម្បូរច្រើនជាងដើមភូមិនោះដើមភូមិនោះស្អីមែនទេហើយនេះរោងគាត់ដូចជាដាំសណ្តែកគួរនេះបងត្រៀមដាំសណ្តែកគួរនេះផ្ទះរបស់គាត់ហ្នឹងឯងអូនោះបងប្អូនសិតតែស្ពៃហ្នឹងគាត់ដាំស្ពៃហ្នឹងសិតរោងស្ពៃឃើញបងគេឃ្យូនោះឃ្យូពើបៃតងហ្នឹងឯងឃ្យូបៃតងតែមួយនេះអីនេះបងនេះសិតរោងស្ពៃគាត់ហ្នឹងនេះសិតរោងស្ពៃអានេះគេហៅស្ពៃអីខ្ញុំមិនសូវស្គាល់ទេអានេះពូដឹកកោមកហើយខាងនោះនោះបងប្អូននោះក៏ស្ពៃដែរតែនៅខាងនោះស្ពៃក្តោបនោះស្ពៃក្តោបអីយ៉ាអូនេះគេបូមទឹកពីនេះទៅដាក់ស្រែនៅឲ្យវាយដីបងប្អូនស្មានតែទឹកភ្លៀងលិចខ្លាំងមើលពីចងាយមិញក៏ពិតគេបូមសោះនេះបងប្អូនបូមទឹកឡើងរែកពេញហ្នឹងមិនស្មានតែលិចតាអូមានសត្វចុះទៅអីហ្នឹងអូស្អាតបងប្អូនតានេះណាស្អាតមែនតើបងប្អូនយ៉ាឈប់ស៊ូមតិចចឹងស្អាតណាស់ពងវាយដីបងប្អូនអូស្អាតហើយមានសត្វចុះមកទៀតស្រុកស្រែស្រស់ស្រាយបងប្អូនឥឡូវយើងតទៅទៀតបងប្អូនគឺនៅស្រុកស្រែពេលភ្លៀងហើយចេះគឺស្រស់ស្អាតបងប្អូនហើយនេះសិចកាដូងគាត់ហ្នឹងក្នុងចកាដូងទឺដូងក៏អូបគាត់ហ្នឹងឯងសិតដូងច្រើនណាអូច្រើនមែនតើបងប្អូនមិនស្មានតិចតើមើលផ្លេតមែនតែដូងនេះទៀតអស់តោះខាងនេះខាងនោះសតស្រែសតបងប្អូនដឹងហើយនៅបាត់ដំបងគេជាហៅជំរុកស្រូវអានេះជាផ្នែកតូចទេបងប្អូនផ្នែកតូចនៃបាត់ដំបងនេះយើងឃើញស្រែប៉ុណ្្នឹងហើយរំនៅកន្លែងផ្សេងទៀតគឺស្រែសម្បូរទៅដោយស្រែអាយុនិយាយចប់បាត់ហើយនេះផ្ទះរបស់គាត់ផ្ទះនេះមានមនុស្សនៅបងប្អូនមិនអត់មនុស្សនៅណាមានមនុស្សនៅចិត្តដល់ហើយមែនបងប្អូននៅនេះគឺដូចជាអត់នៅនេះរលឹមតិចនេះលឹមតិចមែនអូនេះផ្ទះទុកចោលបងប្អូន
មានប្រភពនៅពីមុខហើយទៅចដើបាក់អស់ហើយចដើប្រគុណពេងឲ្យបែកក្រោយហើយគាត់ចំណាក់ស្រុកហើយមកទៅអូនិយាយឃើញនឹកឃើញចំណាក់ស្រុកជានឹកឃើញបងប្អូនយើងនៅថៃអានឹងជាពលមានយ៉ាងណាខ្ញុំឃើញវីដេអូដែលថាថៃវាយជាអើយពលករខ្មែរយើងអើយខ្ញុំឃើញទៅគឺអាណិតណាបងអានឹងដើម្បីទៅជីវភាពនេះឥឡូវមានបញ្ហាជាទៀតយ៉ាងណាទៅហើយនេះសិតជាការចែករបស់ពួកគាត់បងប្អូនគាត់ទៅដាំទៀតដាំខ្លះនេះអីជុំមកភូមិនេះដាំចេកទាំងអស់យ៉ាផ្ទះគាត់មែនផ្ទះនេះស្មានមិនផ្ទះឬក៏រោងណាបងនេះភូមិផ្កាស្អាតនេះសាប់ផ្កាសាក្រូចពោធិ៍សាត់បងមានផ្លែតែផ្លែទូចផ្ទះគាត់នេះបានថ្មដែរតែមិនបានទៅធ្វើឲ្យស្អាតបាតទេតែបានថ្មដូចផ្ទះនេះអីហ្នឹងផ្ទះនេះប្រហែលគាត់ទៅធ្វើការហើយមិនទុកចោលទេសម្បត្តិធ្លាប់ជិះម្ដងត្រឹមនេះឃើញនេះឥឡូវនេះម្ដងនេះគឺបើកថ្ងៃហ៎បងមិនម្ដងនេះគឺបើកថ្ងៃវិញហើយចឹងមិនន័យថានេះអត់ភ្លៀងមែននៅនោះគឺភ្លៀងអស់តោះតែបើកថ្ងៃគឺបើកថ្ងៃមែនមិនតែរលឹមបងប្អូនរលឹមមករយតិចអ្នកបងប្អូនមើលខាងនេះអូយអស់តោះទេសភាពបាក់ថ្លែងបងប្អូនណាធ្លាប់នៅរស់នៅបែបនេះឃើញចេះគឺនឹកស្រុកនឹកភូមិនឹកផ្ទះនេះស្រុកខ្មែរឥឡូវបើកថ្ងៃក៏នៅមិនភ្លៀងដែរបងប្អូនឥឡូវមិនភ្លៀងឥឡូវនេះពុំបើកថ្ងៃតែមិនរលឹមហើយអានេះគាត់កំពុងតែចងដែកទុកសម្រាប់ធ្វើចាក់បេតុងនេះមានបេតុងខាងមុខបងប្អូនចាក់បេតុងចាក់បានមកចាហៀងហើយបច្ចេកទេសគេថ្មីគឺផ្លូវចេះកន្លែងចេះគឺគេចាក់បេតុងផុតនឹងទីទៀតគឺចាក់កស៊ូវិញអញ្ចឹងបងប្អូនមកបេតុងគេចាក់ដល់ត្រឹមម៉ូតូបងប្អូនឬគេចាក់កស៊ូតែខ្ញុំអត់ជឿត្រង់ទេខ្ញុំអត់បត់មកខាងនេះខាងក្រៅវត្តអង្គបត់បងប្អូនឃើញលឹមមកក្រៅអង្គបត់ហើយនេះហ្នឹងគឺយើងទៅខាងស្ទឹងចាស់អីនោះបងប្អូនទៅស្វាយសខាងនេះផ្លូវនេះទៅស្វាយសទៅស្ទឹងចាស់ម្ដងនេះបានថ្ងៃបងប្អូនបើថ្ងៃតែរលឹមបងប្អូនមើលទឹកហ្នឹងមេឃបាក់ចេះខុសគ្នាតែបន្តិចបងប្អូននោះភ្លៀងខ្លាំងនេះគឺបើថ្ងៃឲ្យស្ងួតរឹងដីបងប្អូនមើលស្ងួតរឹងហើយនោះព្រះអាទិត្យអូចាំងល្អម្លេះសម្បត្តិនឹងថតទៅដល់ខាងអូតរ៉ាត់តិចបងប្អូនចិត្តភូមិផ្ទះរបស់ខ្ញុំដែរគាត់ថាវាមិនដល់ផ្ទះខ្ញុំទេហើយកន្លែងហ្នឹងក៏គេចាក់ថ្នល់កស៊ូដែរបងប្អូននិយាយរួមនឹងស្រុកអាចភ្នំមហឹកនេះគឺសម្បូរការធ្វើថ្នល់ច្រើនណាហើយថ្នល់គឺសម្បូរទៅដោយធ្វើថ្នល់កស៊ូក៏ដោយបងប្អូនថ្នល់កស៊ូលេបេតុងតាមតិចដូចមិញហ្នឹងបងប្អូនអាហ្នឹងជាបច្ចេកទេសរបស់គេគឺយ៉ាងណាក៏ខ្ញុំអត់ដឹងដែរហើយខាងនេះគឺមើលទៅស្រែដែលកតុយភ្នែកបងប្អូនស្រែហើយនេះមានដើមថ្នោតបាន4 5 6ដើមអីតោះស្អាតណាស់បើមេឃប្រឡប់បន្តិចគឺអេមកដល់នេះអាយ៉ាលាក់តែគាត់ថាផ្លូវតាមនេះយើងអាចបានតែផ្លូវចេះបងប្អូននេះបើខែទឹកលិចគឺលិចហើយផ្លូវនេះហ៎ខែហើយនៅខាងនេះវិញគឺទឹកលិចគឺទឹកលិចខ្លាំងដោយសារតែទឹកពីរបុកចូលគ្នាបងប្អូនមិនបានខ្ញុំបាននិយាយថាទឹកពីរបុកចូលគ្នាទឹកមួយជាទឹកជន់ទឹកមួយទៀតជាទឹកទន្លេគឺបុកមកពីខាងក្រោមនោះហើយទឹកជន់គឺធ្លាក់មកពីទឹកស្ទឹងសង្កែខាងនោះអញ្ចឹងណាបើពេលបុកមកចូលគ្នាគឺឡើងលឿនណាស់ប៉ុន្តែតោះតែថាទឹកទន្លេឡើងជឿតស្រកក៏យឺតដែរបងប្អូនប៉ុន្តែបើទឹកជន់ឡើងលឿនស្រកលឿនបងប្អូនទឹកជន់វិញតែទឹកជន់ឥឡូវមិនងាយលេចទេបងប្អូនដោយសារឥឡូវមានទំនប់ច្រើនណាមានទំនប់ច្រើនមិនដូចមុនទេខាងនោះឃើញក៏ដាំបកោដាំអីនោះអីចាបងប្អូននឹងមើលក្នុងទូរស័ព្ទឃើញអត់អិនតនូបងប្អូននោះអិនតនូចុះអូឃើញបងប្អូនអូ
nè anh tân nu còn sao đấy ở to anh tân nu cho tôi mới khai mình đeo còn từ trong tôi sắp mới khai xây cho bài lấy những to tới tiền sẽ bạn chậm rom đây mình còn nghĩa tới giá anh tân nu ní bà tao mời cái chùm nưa bò cha cha còn thà rồi cho phật tích anh tân nu cho phật tích của phone phần tay bà ta bị chia xa cứ chia chùm năng plan để bè tích cho mùi đằng tích á ai rồi bị chia tới trên chia phần lư tại mai giờ bị chán thằng anh tân nu cho riêng phliên anh tân nu cho phliên mang giang ná đấy à nắng trong mắt bạn đấy còn là còn thà anh tân nu cho phật tích nắng người cha cha còn giấy không rồi tại bà ta mình chia sao để chia trong năng plan này phần lư và đẹp chia cho mùiទឹកtừ ai ơi tranh chụp với đôi chuyện anh nu như ngay để dừng hai anh nu nữa đấy chia kháng lắm con lư và tập chia kháng lại này định bốc rồi lông bằng tháng ấy không ổn mày là lớn mất nhá không còn mà tôi không khởi còn tay một ngày với này sọc mai lấy cho em con đang sọc nơi cài sọc cài đang dần mày đôi đi đẹp rồi lông bằng tháng ấy không ổn ngày khác có miền phliêng bằng ngày đâu còn để ông còn gì mà một vòng phải mở trong tủ sạp khơi mở trong tất ông còn mày rồi lớn á tại mở bẹt tật bạc mà choàng cái cả thịt ở đây mình tiền được muốn đem con cả trong này phải ở đây cái đáy phliêng cứ phliêng lần ấy khai lần ấy cứ rồi nghề khai ở đây ở đây rồi cái đai kha khai phliêng kha cả chỉ cái đai đây như vậy đá nè con mấy bao tháng ấy chết ha bàn tay mấy rồi lâm màu rồi đang chỉ dằn mất cái nội dân đỏ chết đỏ còi vợ của bot đó rồi đỏ lại nè khlang không ổn mình đi lấy nhá nè mấy chứ sang pro đôi trong phliêng á nè tay bẹt tích bạc mà ôi chẳng này xong bạn mơ phở trong khởi chứ không ây da nè phone rồi còn ôm bot đấy nó hay xong bạn gì đang có hút trích về thiệt cả lọc mình này nó lâm khăng nào rồi ây da miền đặng mồm đại tiếng gọi đấy chọc lợn mà lại cái này ây da khơi ca đi cái ồn nè phone là score đấy, cái hộp cài cái đó phone nè, nè phone nè, anh ấy cái hộp cài cái đấy, một phone là đánh chui của mình trap không, cái nom mình tiệt còn đó, mấy đó lâm mày đâu phone, đây cả một nó kia chia, nè phone nè ơi, sala bật thầm sặc sà bật ô cùng bot còn bự lư ai cái này ní khang trôi vót ní sra chụp sra vót vót sra chụp sra không vót ngay giá sân vài phliêng ấy nè ní là riêng không mẹ riêng ní private hair vót ô cùng vót này còn private hair vót ô cùng vót nàyอันนี้สลาทอมมาสเปรย์หรือไฮสลาชันนะในนี้ของคนเนี่ยเพลย์นี้ยังจัดไปคางเลยบางเตะฮะแต่จะมาไงน้ำไม่จะมันจีตามนั้นแต่นี้ยังบัดฉลองไปคางเอาตรัสมีสเปนกายสเปนบอทสเปนเอากับบอทไอฟอนเอากับบอทเอาตรัสเอาตัวบอลเอามันนี่เสร็จชั่วโมงô đồng bòn muối ô đồng bòn pi ô mình đi muối ô mình đi pi ô tưng ô tờ von sai chung ổ miếng phó này tật đầy bọc trên bạc phía cầu vì muốn đấy nè trẻ ai là nghịch lãng của đào máu
Trẻ tịch lịch xa nó ôn cả một những nơi tôi ấy và đào cầu mà sớm mai cho nên tôi này video tam đi xem mặt thoát clip đây không cònហើយនេះផ្លូវនេះដូចខ្ញុំនិយាយចឹងគឺពីមុនគ្រូក្រហមដូចគ្នាបងប្អូនតែឥឡូវគឺចាក់កស៊ូហើយតែអូខ្ញុំអត់អស់ចិត្តនឹងមេឃនេះហើយបើថ្ងៃឲ្យចេះប៉ុន្តែម៉ែមិនរលឹមថ្ងៃនេះគាត់មានដាំចេកហើយខាងនោះគឺដូងបងច្រើនណាគាត់ដាំច្រើនណាស់ដូងគាត់បងមើលតាំងពីនេះទៅហើយសើតែដូងក៏អូបដូងទឿគាត់ហ្នឹងឯងនេះតោះមិនរៀងអនពលឺប្រទេសសង្ស័យភ្លៀងមកបដ ாய் ទេសង្ស័យខ្ញុំបាទសង្ស័យនេះបងប្អូនវីដេអូដែលខ្ញុំបាទធ្លាប់ថតចេញពីនេះណាបងប្អូនដូចជាពីរវីដេអូដែលខ្ញុំបាទថតចេញពីនេះទៅអាយ៉ាទឹកភ្លៀងបងប្អូនសុំជូតទឹកភ្លៀងទីសិនបាទបងប្អូននេះខ្ញុំបាទជូតទឹកភ្លៀងដកចូលក្នុងកាមេរ៉ាសាប់មិញហើយនេះបងប្អូននេះខ្ញុំចង់បង្ហាញថាស្ពាននេះតែមិនស្ពាននេះណាការស្ពានចាស់នេះស្ពានថ្មីទេបងប្អូនការស្ពានចាស់ហ្នឹងគឺខែទឹកឡើងខ្ញុំបានមកហក់ទឹកជាមួយបងចដូនមួយខ្ញុំអីចឹងណាហើយមានមនុស្សច្រើនដែរគេមកលេងនេះហើយចឹងហើយតោងសម្បកនេះពួកវាកងឡានណាហើយទឹកហូរទៅចេះទឹកហូរទៅហើយអានេះហើយវាមានកាលនេះពីមុនដងគេចឹងហក់ទៅកន្លែងនេះវាជ្រៅហក់ទៅទឹកគួចបងប្អូនទឹកគួចចឹងខ្ញុំបាទរបូតដៃពីកងឡានហ្នឹងកងពួកវាកងឡានហ្នឹងហើយគួចទឹកគួចខ្ញុំបាទបើទឹកក្រោមហើយខ្ញុំបាទខំទៅធាក់ឡើងឲ្យរួចទេបងប្អូនតែសំណាងអីដោយសារយើងនៅខាងនោះវាស្រែអញ្ចឹងវាហូរទៅដល់នោះទៅចង់ដល់នោះនេះដល់ត្រឹមនេះទៅគឺយើងធាក់ឈោតដល់បងប្អូនអញ្ចឹងហើយមិនថាបើសិនជាអត់ឈោតដល់ទេប្រហែលខ្ញុំបាទស្លាប់ទៅហ្នឹងបងប្អូនគឺទឹកគួចខ្លាំងមែនតើអញ្ចឹងប្រហែលវីដេអូរបស់ខ្ញុំបាទសូមបញ្ចប់ត្រង់ទៅនេះឯងបងប្អូនហើយអរគុណច្រើនពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយ Subscribe ឲ្យខ្ញុំបាទម្នាក់មួយផងអរគុណច្រើនជួបខ្ញុំនៅវីដេអូបន្តទៀត